วิธีធ្វើនំបញ្ចុកញ៉ាំនៅប្រទេសកូរ៉េមុនដំបូងយើងចិតបន្លែឲ្យស្ដើងដល់អត់សិនហើយបន្លែនេះគឺជាបន្លែល្ពៅកូរ៉េគេហៅស្ដាប់ល្ពៅពួកកូរ៉េគេញ៉ាំតែស្ដាប់ល្ពៅហូបទេបងប្អូនយើងហាន់នៅអត់ហើយអានេះនំបញ្ចុកទៅចេញមកពីម៉ាកយើងហែកវាឲ្យដាប់ទឹកពុះនៅពេលយើងដាប់ទឹកពុះហើយយើងទៅហែកនំបញ្ចុកហ្នឹងគេទៅស្រោចហើយនំបញ្ចុកកូរ៉េគឺគេធ្វើបែបនេះបងហើយគេយកទឹកពុះគេយកនំបញ្ចុកទៅរោយនៅពេលដែលយើងរោយហើយយើងត្រូវតែរក្សាវាទុកឲ្យវាឆ្អិនសិនហើយយើងធ្វើមិនអត់ដឹងយើងឆ្អិនគឺឲ្យវាទន់ល្អឲ្យវាប្រែពណ៌បើវាអត់ទាន់ឆ្អិនវាពណ៌វាយ៉ាងសកដាលតិចមើលយ៉ាងសស្លោកតែបើវាឆ្អិនហើយពណ៌វាយ៉ាងខ្មៅថ្លាអានេះវាឆ្អិនហើយយើងយកទៅលាងទឹកដើម្បីចាប់ធ្វើជាល្បាយហើយចាប់ធ្វើជាច្បាយហើយយើងបើកទឹកត្រជាក់ដាក់ថ្នមក៏បើកបខំក៏ដែរបើកបខំពេកធ្វើឲ្យនំបញ្ចុកយើងអត់លួយហើយនេះចាប់ច្បាយកូរ៉េយើងធ្វើបែបកូរ៉េហើយការចាប់ច្បាយនេះដែរគឺវាមានភាពងាយស្រួលសម្រាប់វិធីសាស្ត្រធ្វើដូចកូរ៉េគឺយើងអាចចាប់ពូតទឹកឲ្យស្រួតទឹកអស់ហើយចាំយើងរៀបចំវាយកមកហូបហើយនេះខ្ញុំចាប់រួចហើយខ្ញុំមកលេងទឹកហើយទឹកមិនមែនទឹកកូរ៉េទឹកប្រហើរទឹកខ្ចីទេបងប្អូនគឺជាទឹកស្ងោរងាំងៅមាន់គឺទឹកស្ងោរងាំងៅមាន់ហើយនេះខ្ញុំរៀបដល់បន្លែចានហើយទឹកស្លយើងពុះហើយអញ្ចឹងយើងយកបន្លែដាក់ទឹកស្លមុនសិនឲ្យវាលួយឲ្យវាឆ្អិននៅទន់នៅពេលដែលវាឆ្អិនហើយទន់ហើយយើងផ្ងំទុកយូរបន្តិចដើម្បីឲ្យវាកាន់តែទន់ល្អហើយចាំយើងដាក់នំបញ្ចុកបញ្ចូលពេលដាក់នំបញ្ចុកបញ្ចូលហើយយើងអាចយកមកដាក់គ្រឿងដាក់អីហូបបានហើយនេះម្ទេសជ្រក់មានសាច់អាំងហើយនឹងមានទឹកពើទុំអញ្ចឹងទៅមើលទៅតំណងហូបទេបងប្អូនហើយម្ទេសនេះគឺមិនមែនម្ទេសជ្រក់ទេម្ទេសចំហុយម្ទេសដែលខ្ញុំចំហុយដាក់ក្នុងបាយហើយញ៉ាំតែម្នាក់ឯងទេមើលទៅតំណងឆ្ងាញ់ហើយបងប្អូនចង់សាកគឺទិញនំបញ្ចុកយកមកធ្វើយ៉ាងដូចគ្នាបានដែរហើយកូរ៉េវាងាយស្រួលយើងចង់ញ៉ាំតែឯងចង់ញ៉ាំស្មើណាក៏បានដែរយើងធ្វើម្ហូបធ្វើទឹកស្លខ្លួនឯងចង់ទឹកហុកចង់ទឹកត្រីចង់ត្រីបុកចង់ការីដោយសារតែកូរ៉េវាមានអានំបញ្ចុកកញ្ចប់ហ្នឹងហើយអានំបញ្ចុកកញ្ចប់ងាយស្រួលដើមទឹកឲ្យទៅពុះទៅយើងដាក់រោយវាកុំឲ្យវានៅដុំបើកាលណាយើងអត់កូរវាដុំដល់ឡើងដុំទៅវាខូចវាអត់មានរសជាតិវាបាត់បង់រសជាតិដើមហើយនេះខ្ញុំញ៉ាំតែម្នាក់ឯងទេដូចថាតែខ្ញុំនឹកតែម្នាក់ឯងហើយការញ៉ាំនេះដែរគឺវាមិនមែនថាសម្ដែងទេតែវារសជាតិឆ្ងាញ់ដោយសារតែយើងធ្លាប់តែញ៉ាំស្លការីសម្លប្រហើរស្លខ្ជាយគឺគេញ៉ាំជាមួយទឹកប្រហុកទឹកត្រីផ្ទាប់អីចឹងណាតែលើកនេះជាលើកទី1ដែលបានញ៉ាំជាមួយនឹងស្លងាំងៅសាច់មាន់ហើយមាន់ហ្នឹងគឺជាមាន់ស្វិតទៀតយើងងោះឆ្នាំងមិញធម្មតាឆ្នាំងហ្នឹងគឺយើងងោះតែមកពុះឯងបងប្អូនគឺផុយមកស្អីក៏ផុយដែរគោអីវិញឆ្អឹងគោក៏ងោះដាក់ឲ្យយូរបន្តិចទុកទៀងយូរបន្តិចឲ្យលួយមកតែថាវាពុះយើងទុកត្រឹមតែ